ជំរឿនសួរអ្នកស្វាគមន៍មកកាន់ Channel ហើយណាសម្រាប់រឿងបន្តរឿងព្រះនាងចៅយ៉ាងនៅភាគទី17និង18ដែលជាភាគបញ្ចប់សម្រាប់អ្នកដែលចង់ទិញនៅសម្លៀកបំពាក់សម្រាប់ក្មេងៗឬក៏ចង់ទិញស្បែកជើងអីហ្នឹងគឺអាចមករកនៅក្នុងហាង CH168 Store នេះបានដែលគាត់ហ្នឹងគឺមានលក់ទាំងកៅអៅសម្លៀកបំពាក់របស់កូនក្មេងទាំងប្រុសទាំងស្រីមានទាំងស្បែកជើងរបស់កូនក្មេងជាមួយនឹងស្បែកជើងរបស់នារីផងដែរមិនថាជាស្បែកជើងកាយស្បែកជើងរាវឬក៏ជាស្បែកជើងក្រកអីទេគឺគាត់ហ្នឹងមានទាំងអស់អញ្ចឹងទៅបើសិនជាអ្នកទាំងអស់គ្នាចង់ត្រូវការអីគឺអាចមករកនៅហាងរបស់គាត់បានដែលអាសយដ្ឋានហាងរបស់គាត់ហ្នឹងគឺនៅក្នុងបរិយាពេញហួតបឹងស្នោនៅផ្ទះលេខ166ផ្លូវ C01 គម្រោង Capital One ដែលគ្រាន់តែបត់ចូលមកតាមផ្លូវដែលមានធនាគារ Wing ជាមួយនឹងធនាគារ Maybank នៅអមសងខាងហ្នឹងយើងចូលមកខាងក្នុងមកហើយយើងជិះទៅត្រង់រហូតទៅក៏ឃើញហាងរបស់គាត់ហ្នឹងនៅខាងស្ដាំដៃហ្នឹងហើយអ្នកទាំងអស់គ្នាក៏អាចចូលទៅមើលនៅក្នុង page របស់គាត់ផងដែរគឺគាត់មានផុសពីអីវ៉ាន់របស់គាត់ហើយក៏មានដាក់តម្លៃរឿងហ្នឹងតែម្ដងអញ្ចឹងហើយគឺងាយស្រួលដល់អ្នកទាំងអស់គ្នាខ្លាំងមែនតើដែលមានបានដាក់ link នៅខាងក្រោមហ្នឹងអ្នកទាំងអស់គ្នាអាចចុចចូលតាម link ហ្នឹងក៏បានឬក៏អាចចូលទៅមើលនៅក្នុងក្រុម Telegram ហើយក៏ឆាតតាក់ទងទៅគាត់តក៏បានដែរបន្តពីវគ្គមុននៅពេលដែលព្រះនាងអានឡុកហ្នឹងគឺចង់បញ្ច្រកថ្នាំពោលទៅឲ្យព្រះអង្គហ្នឹងនៅពេលនោះព្រះអង្គក៏បានដឹងខ្លួនហើយក៏បានចាប់ដៃព្រះនាងអានឡុកក៏បានសួរដែរតើព្រះនាងអានឡុកហ្នឹងចង់ធ្វើអីពេលនោះក៏ព្រះនាងអានឡុកហ្នឹងភ័យឡើងធ្វើឲ្យកពប់ថ្នាំអីអស់លីងនៅពេលនោះក៏គាត់ហ្នឹងមួយសន្ទុះក្រោយមកបានគាត់ហ្នឹងទៅនឹកឃើញថានៅទីនេះគឺសុទ្ធតែជាមនុស្សរបស់ជួយចិញ្ចឺទាំងអស់តើហើយអានឡុកក៏បានសើចវិញទៅហើយក៏បាននិយាយដែរថាទាំងអស់នេះគឺមកពីទ្រង់គឺជាអ្នកដែលរករឿងដាក់ខ្លួនឯងមកពីទ្រង់ជ្រើសរើសចៅយ៉ាងនេះគឺជាលទ្ធផលរបស់ទ្រង់ពេលដែលឮបែបហ្នឹងហើយនឹងនៅពេលនោះក៏ធ្វើឲ្យព្រះអង្គនឹងពិតជាខ្ញាល់ខ្លាំងមែនទែនរហូតដល់សន្លប់ហើយនៅពេលដែលឃើញចឹងភ្លាមនឹងព្រះនាងអានឡុកនឹងគាត់ពិតជាភ័យខ្លាំងមែនទែនហើយក៏បានដើរចាក់ចេញពីកន្លែងហ្នឹងតែនៅពេលដែលចេញមកហ្នឹងគាត់ក៏បានសើចផងយំផងដូចជាមនុស្សឈួតអញ្ចឹងដែលគាត់នឹងគឺបានគិតថានៅតែព្យាយាមគិតថាទាំងអស់ហ្នឹងគឺជាកំហុសរបស់ចៅយ៉ាងជាកំហុសរបស់ព្រះអង្គដែលជ្រើសរើសចៅយ៉ាងដោយសារតែព្រះអង្គបានសន្លប់បាត់ស្មារតីបែបហ្នឹងនៅពេលនោះហ្នឹងក៏លីឆុងហ្នឹងបានឡើងកាន់អំណាចជំនួសកាលមកខាងតួសេនៅវិញនៅពេលនេះជួយចិញ្ចឺក៏បានល្មើតួស្រីដែលតួស្រីណាត់ព្រមញ៉ាំអាហារអីទាំងអស់នៅពេលនោះក៏ជួយចិញ្ចឺហ្នឹងបានសួរដែរថាតួស្រីហ្នឹងចាំតួប្រុសមែនបើចាំតួប្រុសហ្នឹងមិនបាច់ចាំទេដោយសារតែគាត់ហ្នឹងបានសម្លាប់តួប្រុសបាត់ទៅហើយឥឡូវនេះគឺបរិទិយានហ្នឹងបានធ្វើការឡើងកាន់អំណាចហើយកាលមុនគឺតួស្រីហ្នឹងបានធ្វើកំហុសច្រើនខ្លាំងមែនទែនទៅកាន់រាជយានតែបើសិនជាតួស្រីហ្នឹងព្រមធ្វើតាមគាត់ព្រមមកនៅជាមួយនឹងគាត់វិញនោះនៅពេលនោះគាត់ប្រកាសជានឹងការពារតួស្រីពីរាជយានតែនៅពេលនោះតួស្រីក៏គាត់នឹងពិតជាខឹងខ្លាំងមែនទែនហើយគាត់នឹងក៏បានទៅយកអាជើងទៀនហ្នឹងបានធ្វើការចាក់ទៅលើជួយចិញ្ចឺទៅតែពេលហ្នឹងជួយចិញ្ចឺគាត់បានចាប់ជាប់ចឹងហើយហ្នឹងគឺត្រូវដៃរបស់ជាចិញ្ចឺហើយតួស្រីក៏បាននិយាយដែរថាគេមិនស្លាប់ងាយបែបហ្នឹងទេតែតួស្រីក៏អត់ជឿទៅកាន់ជួយចិញ្ចឺនោះទេហើយគាត់នឹងក៏បាននិយាយដែរថាអ្នកដែលគួរតែស្លាប់នោះគឺជាជួយចិញ្ចឺជាមួយនឹងក្រុមរបស់រាជយានទៅវិញទេពួកគេហ្នឹងគឺធ្វើការបះបោរប្រឆាំងជាមួយនឹងនគរអត់មានកាត់ពីនគរអីទេចឹងហើយហ្នឹងពួកគេនឹងសមតែស្លាប់មនុស្សដែលស្មោះត្រង់ជាមួយនឹងគរកាត់ពីប្រជាជនដូចជាសិនសៀវគេគួរតែរស់គេនឹងមិនស្លាប់ទេតែជួយចិញ្ចឺក៏ថាមនុស្សដូចជាទូប្រុសហ្នឹងដែលហ៊ានប្រឆាំងសំបីតែរាជយានបែបហ្នឹងគឺគេស្លំតែស្លាប់បែបហ្នឹងហើយការស្លាប់របស់គេក៏អត់មានអីពាក់ព័ន្ធជាមួយនឹងខ្ញុំក៏មិនមែនជាកំហុសរបស់ខ្ញុំដែរដែលគាត់ហ្នឹងគឺបានទម្លាក់កំហុសទៅឲ្យតួស្រីទាំងអស់ដែលតួស្រីហ្នឹងគឺជាអ្នកដែលនាំតួប្រុសចូលវាំងនាំតួប្រុសឲ្យប្រឆាំងជាមួយនឹងរាជយានឲ្យតួប្រុសដើរមកដល់ផ្លូវនេះហើយជួយចិញ្ចឺក៏អត់បាននៅយូរអីទៀតដែរក៏បានប្រាប់តួស្រីដែរថាបើសិនជាតួស្រីហ្នឹងដូរចិត្តមកចូលខាងពួកគេវិញពួកគេប្រកាសជានឹងដោះលែងតួស្រីជាមិនខានទេឲ្យតួស្រីហ្នឹងគាត់ឲ្យច្បាស់លាស់ទៅកាលមកដល់យប់ឡើងនៅពេលនោះតួស្រីក៏បានហៅឲ្យអ្នកខាងក្រៅហ្នឹងចូលមកជួបគាត់បន្តិចគឺគាត់ហ្នឹងមានរបស់ចង់ផ្ញើទៅឲ្យទៅកាន់ជួយចិញ្ចឺដែលគាត់ហ្នឹងគឺចង់ដូរខាងអីចឹងទៅតែនៅពេលដែលអ្នកយាមបានចូលមកដល់ខាងក្នុងនោះតួស្រីក៏បានវាយអ្នកយាមហ្នឹងឲ្យសន្លប់ហើយគាត់ហ្នឹងក៏បានចង់ទៅជួបជាមួយនឹងព្រះអង្គប៉ុន្តែនៅពេលនោះគាត់ក៏បានទៅជួបជាមួយនឹងលោកអាមាត្យដែលជាមនុស្សចំណិតរបស់ព្រះអង្គទៅវិញហើយលោកអាមាត្យក៏បានប្រាប់ដែរថាឥឡូវនេះមានគេយាមកាមអីច្រើនខ្លាំងមែនតើចឹងហើយហ្នឹងគឺមានតែពឹងលើតួស្រីទេក៏គាត់ហ្នឹងបានឲ្យនៅផ្លាកបញ្ជាតបទៅឲ្យតួស្រីទៅគ្រាន់តែបាននៅផ្លាកបញ្ជានឹងភ្លាមហ្នឹងតួស្រីក៏គាត់អត់មានចាំយូរដែរគាត់ក៏បញ្ញាបញ្ញារត់ចេញពីកន្លែងហ្នឹងតែនៅពេលនោះហ្នឹងក៏មានមនុស្សជាច្រើនបានដេញតាមគាត់ផងដែរដែលតួស្រីហ្នឹងគឺគាត់បានរត់ផងជិះសេះផងហើយនៅពេលហ្នឹងគឺធ្លាក់ពីលើសេះទៀតតែគាត់ហ្នឹងនៅតែខំសវេសវាចាប់យកនៅអាផ្លាកបញ្ជាតបហ្នឹងហើយក៏ព្យាយាមរត់ទៅមុខពេលនោះផងដែរក៏គាត់ហ្នឹងបានស្រាប់តែឃើញសិនសាវដែលជាតួប្រុសហ្នឹងគាត់ក៏បានដឹកនាំទ័ពមកដល់ល្មូនតែនៅពេលដែលឃើញតួប្រុសភ្លាមហ្នឹងតួស្រីហ្នឹងគាត់ឡើងទន់ជង្គង់អស់ទៅហើយតួស្រីក៏បានសួរដែរថាម៉េចបានតួប្រុសហ្នឹងអាចមកនាំទ័ពអីមកបានដោយសារតែទ័ពបានយកនៅផ្លាកបញ្ជាអីហ្នឹងទៅផងហ្នឹងតែនៅពេលនោះតួប្រុសក៏បានប្រាប់ទៅថាគឺគាត់ហ្នឹងបានឃើញមនុស្សរបស់រាជយានគឺកងទ័ពរបស់រាជយានហ្នឹងត្រូវបានដឹកនាំដោយជួយចិញ្ចឺហ្នឹងមកដល់រាជធានីគាត់គិតថាអត់ស្រួលចឹងហើយហ្នឹងក៏បាននាំទ័ពដើម្បីមកជួយហើយគេក៏បានកាប់មកដល់នេះវិញនៅពេលនេះក៏បានឃើញថារាជយានហ្នឹងក៏កំពុងតែរៀបចំពិធីដើម្បីឡើងសោយរាជ្យតែនៅពេលនោះមិនទាន់បានរៀបចំឲ្យបានស្រួលបួលផងក៏ឃើញថាព្រះអង្គជាមួយនឹងកងទ័ពមួយចំនួនហ្នឹងក៏បានចូលមកខាងក្នុងហ្នឹងហើយក៏បានឃើញថាមហេសីចឹងក៏បាននៅជាមួយនឹងព្រះអង្គដូចគ្នាពេលនោះរាជយានហ្នឹងក៏បានខំស្រែកហៅឲ្យជួយចិញ្ចឺហ្នឹងមកជួយគាត់អីចឹងទៅតែនៅខាងក្រៅនេះវិញទៅពេលនេះក៏បានឃើញថាជួយចិញ្ចឺហ្នឹងក៏កំពុងតែតបតល់ជាមួយនឹងកងទ័ពអីមួយចំនួនផងដែរតែមើលទៅកាន់ជួយចិញ្ចឺហ្នឹងគឺវាយអត់ឈ្នះនោះទេហើយគេក៏បានកាត់ឲ្យបានឃើញដែរដែលតាមពិតហ្នឹងគឺមហេស
សីចឹងនឹងធ្លាប់បានទៅរកទួលស្រីម្ដងគឺនៅពេលដែលព្រះរាជទាយាទនឹងគឺចង់សម្លាប់គាត់ដំបូងនៅពេលហ្នឹងគឺគាត់នឹងបានទៅបកគោលនៅផ្លាកបញ្ជាកងទ័ពគ្រួសារគាត់នឹងយកមកឲ្យទួលស្រីដែលគាត់ធ្វើបែបហ្នឹងមិនមែនថាចង់ជួយទួលស្រីអីទេប៉ុន្តែគឺគាត់នឹងចង់ជួយគ្រួសាររបស់គាត់ដែរការដែលហ៊ានបះបោរឲ្យបែបហ្នឹងគឺវាមានទោសធ្ងន់ខ្លាំងមែនតើចឹងហើយគឺគាត់នឹងអត់ចង់ឲ្យគ្រួសាររបស់គាត់នឹងពាក់ព័ន្ធជាប់ទោសរឿងនឹងដែរទេពេលនោះក៏ទួលស្រីនឹងគាត់ក៏បានឃើញស្នាមដែលនៅលើករបស់មហេសីចឹងដូចគ្នាដែលរាជទាយាទទោះបីជាគេចាប់បានប៉ុណ្ណឹងហើយនឹងក៏គាត់នឹងអត់ព្រមទទួលថានឹងគឺជាកំហុសអីរបស់គាត់ដែរហើយគាត់នឹងបានទៅជាបន្ទោសអ្នកផ្សេងគ្រប់គ្នាហើយក៏បានស្ដីឲ្យទៅកាន់ព្រះអង្គហើយក៏បានយកដើរនៅទៅចុងព្រះអង្គអីទៀតផងហើយក៏បានថាទាំងអស់ហ្នឹងគឺដោយសារតែព្រះអង្គគឺជាអ្នកដែលនាំឲ្យគាត់នឹងដើរមកដល់ផ្លូវហ្នឹងពេលនោះក៏រាជទាយាទនឹងបានបន្ទោសទៅកាន់ព្រះអង្គហើយក៏បានចង់ចាក់សម្លាប់ទៅកាន់ព្រះអង្គទៀតផងប៉ុន្តែព្រះអង្គគាត់ក៏បានទាញមហេសីចឹងយកមកពាំងពីមុខតែសំណាងឲ្យពេលនោះគឺបានខាងរាជបុត្រាទី7ហ្នឹងគាត់បានជួយទាន់ចំណែកឯទូប្រុសហ្នឹងគាត់ក៏បានចាក់រាជទាយាទនឹងមកដាវផងដែរហើយរាជទាយាទនឹងក៏គាត់នឹងបានស្លាប់នៅត្រង់កន្លែងហ្នឹងឯងចំណែកឯព្រះនាងអានឡឹកនឹងក៏ត្រូវទទួលទោសដូចគ្នាជួយចិញ្ចឺក៏មិនរួចខ្លួនដែរដែលជួយចិញ្ចឺនឹងត្រូវបានគេយកមកឃុំនៅក្នុងគុកឯណានៅពេលនេះទួលស្រីគាត់ក៏បានមករកជួយចិញ្ចឺដោយសារតែជួយចិញ្ចឺនេះចង់ជួបទួលស្រីចឹងទៅក៏ទួលស្រីនេះគាត់ក៏បានមកជួបជាលើកចុងក្រោយទៅដោយសារតែព្រះអង្គនឹងទ្រង់គឺបានបន្ថយទោសឲ្យជួយចិញ្ចឺគាត់ឲ្យដាក់ទោសស្លាប់ទេប៉ុន្តែត្រូវតែបណ្ដេញចេញពីរាជធានីឲ្យនិរទេសទៅលីងណានដែលលីងណានហ្នឹងគឺជាកន្លែងដែលរាជទាយាទអីហ្នឹងចង់ឲ្យទូប្រុសទៅតាំងពីពេលដែលទូប្រុសហ្នឹងឡើងធ្វើជាមន្ត្រីដំបូងដែលកន្លែងលីងណានហ្នឹងគឺវាមានភាពចលាចលអីផ្សេងៗដែលវានឹងពិបាកក្នុងការរស់នៅខ្លាំងមែនទែនពេលនោះក៏ជួយចិញ្ចឺហ្នឹងគាត់ក៏បានចង់សុំទោសទូស្រីដែលគាត់ហ្នឹងបានធ្វើឲ្យទូស្រីហ្នឹងអស់សង្ឃឹមមកលើគាត់ហើយក៏បានចង់សុំទោសនៅថ្ងៃរៀបអាពាហ៍ពិពាហ៍ហ្នឹងផងដែរប៉ុន្តែនៅពេលនោះទូស្រីក៏បាននិយាយការថារឿងកាលពីមុនគឺជារឿងកាលពីមុនហើយជួយចិញ្ចឺហ្នឹងក៏គាត់ហ្នឹងបាននិយាយរំលឹកទៅដល់កាលពីមុនអីផងដែរដែលគាត់ថាឥឡូវនេះហ្នឹងទូស្រីហ្នឹងបានផ្លាស់ប្ដូរហើយពេលនោះក៏ទូស្រីហ្នឹងក៏គាត់ហ្នឹងបាននិយាយថាមនុស្សគ្រប់គ្នាហ្នឹងគឺតែងតែមានការផ្លាស់ប្ដូរអញ្ចឹងឯងពេលនោះក៏ជួយចិញ្ចឺនឹងបាននិយាយដែរថាការចាញ់នៅសង្គ្រាមមួយនេះគឺគាត់ទទួលស្គាល់គាត់ថាវាជាវាសនាប៉ុន្តែគឺគាត់នឹងអត់ទទួលស្គាល់ចាញ់មនុស្សក្រីក្រអីដូចជាសិនស្យោទេពេលដែលបានស្ដាប់ឮសម្ដីបែបហ្នឹងហើយទូស័យក៏បាននិយាយដែរថាជួយចិញ្ចឺហ្នឹងគឺអត់មានផ្លាស់ប្ដូរអីបន្តិចតែម្ដងបន្ទាប់មកគាត់ក៏បានដើរចាកចេញពេលដែលទូស័យគាត់ចាកចេញបានរៀងឆ្ងាយបន្តិចហើយហ្នឹងបានជួយចិញ្ចឺហ្នឹងគាត់ក៏តទៅនឹកឃើញហើយគាត់ហ្នឹងក៏បានស្រែកសួរទូស័យដែរថាបើសិនជាជាតិក្រោយនាងមិនមែនជាព្រះនាងហើយខ្ញុំក៏មិនមែនជាគ្រួសារជួយតើពួកយើងអាចតែពេលនោះទូស្រីក៏អត់បានស្ដាប់ទេចឹងហើយហ្នឹងក៏ជួយចិញ្ចឺហ្នឹងក៏គាត់អត់បាននិយាយបន្តអីទៀតដែរពេលដែលទូស្រីគាត់បានដើរចេញពីគុកបានបន្តិចហ្នឹងនៅពេលនោះក៏អ្នកនៅក្នុងគុកហ្នឹងក៏នាំគ្នាស្រែកថាឥឡូវនេះហ្នឹងគឺជួយចិញ្ចឺហ្នឹងបានធ្វើអត្តឃាតខ្លួនឯងបាត់ទៅហើយពេលដែលឮចឹងទូស្រីក៏គាត់ហ្នឹងរៀងពិបាកចិត្តដែរហើយគាត់ហ្នឹងក៏បាននឹកឃើញទៅដល់អនុស្សាវរីយ៍របស់អ្នកទាំងពីរដូចគ្នាកាលមកដល់នៅពេលនេះវិញក៏ព្រះអង្គហ្នឹងគឺបានប្រទាននៅតំណែងឲ្យទៅកាន់លក្ខសង្ឃដែលឲ្យលក្ខសង្ឃឥឡូវនេះគឺបានក្លាយទៅជារាជទាយាទថ្មីតែពេលនោះក៏មន្ត្រីទាំងអស់គ្នាហ្នឹងគឺបានចំទាស់អញ្ចឹងទៅហើយក៏បាននាំគ្នាលើកចង់ឲ្យទូប្រុសហ្នឹងទទួលទោសដោយសារតែទូប្រុសហ្នឹងគឺបានទៅនាំទ័ពមកទាំងអត់មានផ្លាកបញ្ជាអីទាំងអស់ការធ្វើបែបនេះគឺវាខុសច្បាប់អីចឹងទៅបើសិនជាលក្ខសង្ឃហ្នឹងអត់ព្រមដាក់ទោសទូប្រុសទេពួកគេក៏អត់ទទួលស្គាល់លក្ខសង្ឃជារាជទាយាទដែរទោះស្អីក៏គាត់នឹងព្យាយាមនិយាយការពារដែរតែមន្ត្រីទាំងអស់ហ្នឹងគឺអត់មានអ្នកស្ដាប់តែម្ដងចឹងហើយនឹងទូប្រុសហ្នឹងក៏គាត់អត់ចង់ឲ្យពិបាកអ្នកទាំងអស់គ្នាគាត់ក៏បានយល់ព្រមដើរចូលគុកខ្លួនឯងតែម្ដងហើយក៏ឲ្យព្រះអង្គហ្នឹងរើសថ្ងៃដើម្បីប្រហារជីវិតគាត់ទៅបន្ទាប់ពីការប្រជុំនឹងអស់ហើយនៅពេលនោះទូស្អីក៏បានទៅរកទូប្រុសហើយគាត់នឹងយំបណ្ដាហើយក៏បានស្ដីឲ្យខ្លួនឯងបណ្ដាដែរដែលគាត់នឹងបានសុំទោសទៅកាន់ទូប្រុសអីចឹងទៅថាបើមិនមកវាគាត់នឹងនាំទូប្រុសមកចូលវាំងទេទូប្រុសប្រកាសជានឹងមិនជួបនៅរឿងបែបហ្នឹងទេតែទូប្រុសនឹងក៏បានប្រាប់ដែរថាកុំឲ្យទូស្អីនឹងបន្ទោសខ្លួនឯងអីទាំងអស់នេះគឺគាត់នឹងគឺជាអ្នកដែលជ្រើសរើសដើរតាមផ្លូវនឹងខ្លួនឯងទេតែគឺគាត់នឹងមុននឹងគាត់ស្លាប់គឺគាត់នឹងមានបំណងមួយចុងក្រោយគឺគាត់នឹងចង់ឲ្យទូស្អីនឹងឲ្យតំណែងគាត់បានអស់គឺតំណែងត្រឹមត្រូវជាស្វាមីរបស់ទូស្អីពេញសិតគឺមិនមែនជាមនុស្សកំដរអីទេដំបងឡើយនឹងក៏ទូស្អីនឹងក៏អត់ចង់យល់ព្រមដែរទូប្រុសនឹងយកតំណែងនេះធ្វើអីតែ3ថ្ងៃទៀតនឹងទូប្រុសប្រកាសជានឹងត្រូវប្រហារជីវិតអីហ្នឹងតែទូប្រុសនឹងក៏គាត់នឹងតាមថាតែ3ថ្ងៃក៏គាត់នឹងអស់ចិត្តដែរដោយសារតែវាគឺជាបំណងប្រាថ្នាចុងក្រោយរបស់ទូប្រុសចឹងហើយទូស្អីនឹងក៏គាត់មានប្រកែកអីដែរតែដោយសារតែឥឡូវហ្នឹងគឺពួកគេនឹងអាចទៅធ្វើពិធីអីធំដុំបានទេចឹងហើយនឹងក៏បានយកនៅបេះដូងរបស់ពួកគេស្នៀតសក់ដែលទូប្រុសឲ្យហ្នឹងគឺទូស្អីគាត់បានធ្វើឲ្យយកស្នៀតសក់ហ្នឹងជាមួយនឹងមេឃដីហ្នឹងធ្វើជាសាក្សីនៃមង្គលការរបស់ពួកគេហើយទូប្រុសក៏បានពាក់នៅស្នៀតសក់ហ្នឹងឲ្យទៅកាន់ទូស្អីទៅហើយអ្នកទាំងពីរហ្នឹងក៏បានថើបគ្នាដើម្បីបញ្ចប់នៅពិធីនៅពេលនោះបានទូប្រុសហ្នឹងទៅបានប្រាប់ទូស្អីតែតាមពិតហ្នឹងគឺគាត់ហ្នឹងបានរៀបគម្រោងសពគ្រប់ហើយតែគឺគាត់ហ្នឹងប្រកាសជានឹងមិនត្រូវប្រហារជីវិតទេពេលដែលឮចឹងភ្លាមទូស្អីក៏បានវាយទូប្រុសតែម្ដងគឺគាត់ហ្នឹងខំយំចង់ងាប់ដោយសារតែលក្ខសហ្នឹងបានជួយទៅកាន់មហេសីចឹងហើយហ្នឹងក៏ទូប្រុសហ្នឹងក៏ធ្លាប់សួរអំពីទំនាក់ទំនងរវាងមហេសីចឹងជាមួយនឹងលក្ខសផងដែរលក្ខសក៏បានប្រាប់ដែរថាកាលមុនគឺគាត់ធ្លាប់ជួបមហេសីចឹងកាលមុនគេគាត់នៅពីតូចហ្នឹងដោយសារតែគាត់មានសក់ពណ៌សអីចឹងទៅគឺអត់មានអ្នកគេចង់លេងជាមួយនឹងគាត់នោះទេហើយគេនាំគ្នាធ្វើបាបគាត់អីចឹងទៅតែនៅពេលហ្នឹងគឺមានតែមហេសីចឹងម្នាក់គត់ដែលបានធ្វើល្អដាក់គាត់ហើយក៏បានឲ្យនៅបន្តោងគុជគាត់មួយផងដែរដែលប្រាប់ថាបន្តោងគុជហ្នឹងប្រកាសជានឹងនាំសំណាងល្អ
ល្អទៅដល់លក្ខសឹងនឹងជាមិនខានទេហើយលក្ខសឹងនឹងគឺនៅតែពាក់នៅបតាកុចនឹងជាប់រហូតដល់ឥឡូវដោយសារតែបាននឹងហើយគឺពួកគេនឹងគិតថាមហាសីចឹងនឹងប្រកាសជានឹងអាចជួយពួកគេដោយសារតែដឹងគុណទៅកាន់លក្ខសឹងកាលម្ដងនៅពេលនេះវិញក៏ព្រះរាជបុត្រាទី7នឹងគាត់ក៏បានធ្វើនៅពិធីជប់លៀងបានហៅមន្ត្រីទាំងអស់នឹងឲ្យមកជុំគ្នានៅពេលនោះក៏មន្ត្រីទាំងអស់នឹងបានសួរដែរថាម៉េចបានអត់ទាន់ចាប់ផ្ដើមទៀតលក្ខសឹងក៏បានប្រាប់ទៅថាគឺនៅចាំភ្ញៀវពិសេសម្នាក់ទៀតនៅពេលនោះក៏ទូប្រុសនឹងគាត់ក៏បានបើកទ្វារចូលមកតែម្ដងគ្រាន់តែឃើញទូប្រុសនឹងម្នាក់នឹងគាត់បាននាំគ្នាចង់ចេញទៅវិញតែពួកគេនឹងគឺគ្មានណាគេអាចចេញពីកន្លែងនឹងបានទេដោយសារតែបានដាក់មនុស្សនៅខាងក្រៅនៅពេលនោះក៏ទូប្រុសនឹងបាននិយាយដែរថាមិនថាគាត់មិនថាជាលក្ខសឹងឬក៏ទូសេនោះទេគឺអាចនាំទ័ពមកដូចគ្នាបើសិនជាមានគោលបំណងនឹងចង់ជួយព្រះអង្គការពារព្រះអង្គប្រហែលថ្ងៃដែលខ្ញុំនៅក្នុងគុកនេះខ្ញុំក៏បានឃើញថាតើពួកលោកនឹងចង់កម្ចាត់ខ្ញុំប៉ុណ្ណាចង់កម្ចាត់អ្នកដែលមានឋានៈក្រីក្រអីប៉ុណ្ណាខ្ញុំដឹងថាពួកលោកនឹងគឺចង់កម្ចាត់អ្នកទាំងអស់ដែលមិនមែនជាខ្សែរបស់ពួកលោកនៅពេលនោះលក្ខសឹងក៏បានប្រាប់ពីគម្រោងរៀបចំថ្មីរបស់គាត់ដែរដែលថ្ងៃមុខទៅនេះគឺគាត់នឹងរៀបចំឲ្យមន្ត្រីពាក់កណ្ដាលគឺជាអ្នកដែលមកពីខាងខ្សែធំអីដូចជាពួកគេអញ្ចឹងចំណែកឯពាក់កណ្ដាលទៀតគឺគាត់នឹងយកមនុស្សមកពីខាងឋានៈក្រីក្រដែលអត់សូវមាននៅខ្សែអីច្រើនដើម្បីឲ្យអ្នកក្រីក្រអីហ្នឹងគឺគេមានឱកាសដើម្បីអាចចូលមកធ្វើជាជួរមន្ត្រីបានមិនមែនមានតែពួកលោកនោះទេពេលដែលឮចឹងភ្លាមហ្នឹងនៅពេលនោះមន្ត្រីទាំងអស់ហ្នឹងគឺកាន់តែអត់ពេញចិត្តទេព្រោះពួកគេហ្នឹងអត់ចង់ឲ្យមនុស្សក្រីក្រឋានៈតូចទៀតហ្នឹងមកនៅស្មើពួកគេទេដែលពួកគេហ្នឹងសុខចិត្តស្លាប់ក៏មិនធ្វើតាមដែររហូតដល់ទទួលស្រីហ្នឹងគាត់ក៏បានយកនៅប្រវត្តិកត់ត្រាអីរបស់គ្រួសាររបស់ពួកគេហ្នឹងយកមកទាំងអស់តែម្ដងដែលទាំងអស់ហ្នឹងគឺជាសុទ្ធតែជាសភៅកត់ត្រាតាំងពីជំនាន់មុនៗរបស់គ្រួសាររបស់ពួកគេសិតតែដូនតាអីរបស់ពួកគេអញ្ចឹងហើយហ្នឹងគឺពួកគេហ្នឹងពិតជាឲ្យតម្លៃទៅលើវាខ្លាំងមែនទែនហើយតួស្រីតួប្រុសហ្នឹងក៏បានគម្រាមដុតវាអញ្ចឹងទៅក៏ធ្វើឲ្យពួកគេហ្នឹងក៏លែងហ៊ានមាត់អីទៀតហើយហើយក៏បាននាំគ្នាលោតជង្គង់សុំវល់តួប្រុសតួស្រីវិញហ្នឹងថាកុំឲ្យដុតរបស់ពួកគេអីតួប្រុសក៏បានសួរទៅកាន់ពួកគេដែរថាតើពួកគេហ្នឹងគិតយ៉ាងម៉េចដែរឥឡូវហ្នឹងតើចូលរួមឬក៏មិនចូលរួមតែនៅពេលនោះក៏ពួកគេហ្នឹងគឺអត់ទាន់ឆ្លើយអីនោះដែរនៅពេលនោះក៏មហេសីចឹងគាត់ក៏បានចេញមុខមកម្ដងតែគាត់ហ្នឹងគឺបានធ្វើជាអ្នកទី1ដែលចូលរួមនៅក្នុងគម្រោងការថ្មីរបស់ព្រះរាជបុត្រាទី7ដែលជាតំណាងនៃគ្រួសារចឹងទាំងមូលរបស់គាត់ហើយគាត់ហ្នឹងក៏បានសន្យាជាមួយនឹងមន្ត្រីទាំងអស់គ្នាដែរថាកុំបារម្ភអីគឺគាត់ហ្នឹងប្រកាសជានឹងការពារនៅកំណត់ត្រារបស់គ្រួសាររបស់ពួកគេពេលដែលឃើញបែបហ្នឹងហើយហ្នឹងក៏ពួកគេទាំងអស់គ្នាក៏បានយល់ព្រមធ្វើទៅតាមគម្រោងការថ្មីរបស់រាជទាយាទពេលចប់ពីការប្រជុំហ្នឹងនៅពេលនោះគឺមហេសីចឹងហ្នឹងគាត់ក៏មានអារម្មណ៍ថាសប្បាយចិត្តដោយសារតែគាត់ហ្នឹងបានជ្រើសរើសនៅចម្រោះត្រូវអីចឹងទៅហើយចាប់ពីពេលហ្នឹងទៅក៏មហេសីចឹងហ្នឹងគាត់ក៏បានទៅព្យាយាមកាន់ធម៌ដើរទៅតាមផ្លូវព្រះពុទ្ធដើម្បីជំរះនៅបាបកម្មដែលគាត់ហ្នឹងបានសាងកន្លងមកកាលមកដល់នៅពេលនេះវិញក៏បានឃើញថាលក្ខសង្ឃហ្នឹងគាត់ក៏បានធ្វើនៅគម្រោងការអីរបស់គាត់ហ្នឹងបានទៅដោយរលូនហើយនៅពេលនេះទូសីក៏បានមកជួបជាមួយនឹងព្រះអង្គដូចគ្នាហើយទូសីក៏បានប្រាប់ពីរឿងដែលថាឥឡូវនេះហ្នឹងគឺក្នុងជួររាជការហ្នឹងគឺលែងមានសុទ្ធតែអ្នកមន្ត្រីធំអីទៀតហើយដោយសារតែឥឡូវនេះក៏មាននៅអ្នកដែលមានឋានៈតូចទាបអីហ្នឹងចូលមកដែរហើយទូសីក៏គាត់ហ្នឹងបាននិយាយរំលឹកទៅដល់ម្ដាយរបស់គាត់ដូចគ្នាដែលនៅពេលដែលឃើញព្រះអង្គគាត់ក្អកបែបហ្នឹងក៏ទូសីហ្នឹងបានប្រាប់ថាកាលពីមុននៅក្នុងដំណាក់ត្រជាក់ម្ដាយរបស់គាត់ក៏ក្អកខ្លាំងបែបហ្នឹងដូចគ្នាបន្ទាប់មកម្ដាយរបស់គាត់ក៏បានចងកសម្លាប់ខ្លួនព្រះអង្គទ្រង់គឺជាបិតារបស់ខ្ញុំតែទ្រង់មិនមែនជាស្ដេចដ៏ល្អនោះទេទ្រង់ក៏មិនមែនជាបិតាល្អណាស់ណាដូចគ្នាប៉ុន្មានឆ្នាំមកនេះខ្ញុំតែងតែបន់ចង់ឲ្យទ្រង់សោយទីបង្គត់ប៉ុន្តែឥឡូវនេះនៅពេលដែលបានឃើញស្ថានភាពរបស់ព្រះអង្គបែបហ្នឹងខ្ញុំក៏លែងចង់ឲ្យព្រះអង្គនឹងសោយទីបង្គត់ហើយដោយសារតែមើលទៅទ្រង់នឹងដូចជាទទួលបានទោសច្រើនហើយគ្រប់គ្នាគឺសុទ្ធតែបានក្បត់ទ្រង់មិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែបុត្របង្កើតរបស់ទ្រង់នឹងក៏បានធ្វើការក្បត់បោះបង់ទ្រង់ចោលដែរនៅពេលដែលបានឮសម្ដីអីទាំងអស់ហ្នឹងហើយក៏ធ្វើឲ្យព្រះអង្គនឹងទ្រង់គឺពិតជាឈឺចិត្តខ្លាំងមែនទែនរហូតដល់ក្អកដល់ក្អួតឈាមហើយក៏បានសោយទីបង្គត់នៅត្រឹមហ្នឹងឯងបន្ទាប់ពីព្រះអង្គបានសោយទីបង្គត់ហើយហ្នឹងនៅពេលនោះក៏លក្ខសឹងនឹងបានឡើងសោយរាជបន្តហើយលក្ខសឹងនឹងក៏បានប្រទានតំណែងឡើងតំណែងឲ្យទូសីផងដែរហើយក៏បានឲ្យប្រាក់ខែរបស់ទូសីនឹងគុណនឹង2មិនត្រឹមតែប៉ុណ្្នឹងទេក៏ទូសីនឹងក៏បានទទួលបាននៅរង្វាន់អីជាច្រើនទៀតផងពេលនេះគឺគោលដៅរបស់ពួកគេនឹងគឺបានជោគជ័យអស់ហើយទូសីនឹងគឺគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយឥឡូវនេះនឹងក៏គាត់នឹងលែងពាក់ព័ន្ធជាមួយនឹងជួររាជការអីទៀតដែរហើយដោយសារតែឥឡូវនេះនឹងគឺលក្ខសឹងនឹងបានបើកឲ្យទំបីតែអ្នកដែលមានឋានៈក្រីក្រអីហ្នឹងក៏អាចមានឱកាសដើម្បីប្រកួតប្រជែងជាមួយនឹងអ្នកដែលមានឋានៈធំអីដែរចឹងហើយនឹងក៏ពិតជាមានអ្នកដែលរៀនច្រើនខ្លាំងមែនទែនគ្រប់គ្នានឹងគឺពិតជាព្យាយាមខិតខំរៀនសូត្រហើយក៏ធ្វើឲ្យមាននៅអ្នកចេះដឹងហ្នឹងក៏កាន់តែច្រើនដូចគ្នាទោះប្រជាមួយនឹងទូសីក៏គាត់នឹងបានបើកសាលានៅតាមខេត្តមួយដែរដើម្បីអនុញ្ញាតឲ្យក្មេងៗដែលគាត់នឹងគឺអត់មានលទ្ធភាពរៀនអីហ្នឹងគឺអាចមករៀននៅសាលាហ្នឹងបានដែលរៀនមិនប្រកាន់ថាឋានៈណាវណ្ណៈណាមិនថាជាភេទប្រុសឬភេទស្រីទេគឺបើសិនជាចង់រៀនគឺអាចរៀនបានកាលម្ដងនៅពេលនេះវិញនៅពេលនេះក៏ទូប្រុសនឹងគាត់បានមករកទូសីនៅពេលនោះទូសីក៏បាននិយាយដែរថាទូប្រុសនឹងមករកគាត់ញឹកញាប់ចឹងខ្លាចថាមន្ត្រីគេនិយាយដើមទេអីតែទូប្រុសនឹងក៏គាត់នឹងហាក់ដូចជារៀងអន់ចិត្តមិនទេហើយគាត់នឹងក៏បាននិយាយថានិយាយដើមអីខ្លាចអី
ទៅបើឥឡូវហ្នឹងណាគេក៏ដឹងដែរថាគាត់ហ្នឹងគឺជាប្រុសកំដររបស់តួស្រីហ៎ដែលតួប្រុសហ្នឹងគឺគាត់នឹងរៀងអន់ចិត្តប្រច័ណ្ឌជាមួយនឹងតួស្រីដែរដោយសារតែឥឡូវហ្នឹងតួស្រីហ្នឹងក៏គាត់នឹងកំពុងតែមើលមនុស្សប្រុសៗហ្នឹងគេនាំគ្នាហាត់ដាវអីឡើងពេញហ្នឹងពេលនោះក៏តួស្រីហ្នឹងបានថាបើតួប្រុសហ្នឹងដឹងថាខ្លួនឯងគឺជាបរិះកំដររបស់គាត់ហើយអញ្ចឹងមកធ្វើអីអត់ទាន់ដល់ម៉ោងណាឥឡូវទៅថ្ងៃត្រង់ហ្នឹងពេលនោះក៏តួប្រុសហ្នឹងបានប្រាប់ទៅថាគាត់ហ្នឹងគឺមកហ្នឹងចង់បបួលតួស្រីហ្នឹងទៅលេងពិធីបុណ្យឈីឆាវតែតួស្រីក៏បានថាគឺគាត់អត់ចង់ទៅទេហើយក៏ឲ្យកុំឲ្យតួប្រុសហ្នឹងមករំខានគាត់ក៏ឡើយតែមើលគេរាំរបាំដាវអីនេះដែលតួស្រីនេះគឺគាត់ដឹងថាតួប្រុសហ្នឹងគាត់ប្រច័ណ្ឌប៉ុន្តែតួស្រីនេះគឺចូលចិត្តតួប្រុសនៅពេលបែបហ្នឹងដោយសារតែមិនចង់ឲ្យតួស្រីមើលបែបហ្នឹងនៅពេលនោះក៏តួប្រុសហ្នឹងបានបង្ខាត់តួស្រីខ្លួនឯងតែម្ដងហើយអ្នកទាំងពីរហ្នឹងក៏បានរាំរបាំដាវអីជាមួយនឹងគ្នាដល់ឥឡូវនេះហ្នឹងគឺអ្នករបាំនាំគ្នាមកមើលអ្នកទាំងពីរហ្នឹងវិញម្ដងហើយគេក៏បានកម្មមកដល់នៅយប់ថ្ងៃពិធីបុណ្យឯនេះវិញនៅពេលនេះអ្នកទាំងពីរក៏បាននាំគ្នាបង្ខំគោមនៅពេលនោះតួស្រីក៏បានសរសេរនៅបំណងប្រាថ្នានៅលើគោមហ្នឹងផងដែរដែលគាត់ហ្នឹងគឺសង្ឃឹមថាអ្នកទាំងអស់គ្នាគឺអាចរស់នៅដោយជីវិតមួយដែលអ្នកទាំងអស់គ្នាចង់បានហើយនៅលើហ្នឹងផងដែរគឺគាត់អត់មានសរសេរឈ្មោះរបស់គាត់លីស៊ូឬក៏ចៅយ៉ាងអីនោះទេគឺគាត់ហ្នឹងដាក់ឈ្មោះរបស់គាត់តាំងពីនៅដំណាក់ត្រជាក់គឺដាក់ឈ្មោះថាឈានូបន្ទាប់ពីបង្ខំគោមមកហើយហ្នឹងនៅពេលនោះក៏តួប្រុសហ្នឹងគាត់ក៏បានទាញតួស្រីឲ្យមកចិត្តគាត់ហើយគាត់ហ្នឹងក៏បានសួរទារោនៅពាក្យសន្យាដែលតួស្រីហ្នឹងថានឹងឲ្យគាត់ហ្នឹងក្លាយទៅជាព្រះស្វាមីពេញសិទ្ធអីរបស់តួស្រីតែតួស្រីក៏បានថាធ្វើជាព្រះស្វាមីពេញសិទ្ធអីទៅអីមានការងារច្រើនរវល់អីចឹងទៅគឺមិនបាច់ធ្វើទេធ្វើជាបរិះកំដររបស់គាត់បែបហ្នឹងហើយគឺមានពេលទំនេរច្រើនមាននូវសេរីភាពច្រើនអីចឹងទៅបន្តមកក៏អ្នកទាំងពីរហ្នឹងក៏បាននៅបន្តលេងកម្សាន្តជាមួយនឹងគ្នាយ៉ាងរីករាយហើយរឿងរបស់យើងនៅភាគនេះហ្នឹងក៏បានចប់ត្រឹមតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នារឿងរបស់យើងគឺបានចប់ដោយ happy ending